ជំរាបសួរអំពូមីងយាយតាទាំងអស់គ្នាថ្ងៃនេះកូនចេញវីដេអូគឺការដុតបង្គារងថ្ងៃញ៉ាំតែបង្គាជៀនបង្គាស្ងោរឡើងធុញដល់អំពូមីងយាយតាទាំងអស់គ្នាអញ្ចឹងកូនចង់បដូររសជាតិម្ដងតែលោដុតទៅមានជាតិឈ្ងុយឆ្ងាញ់មុនដំបូងត្រូវទៅកាប់ដីយកមកដាំឲ្យម៉ត់ឲ្យស្អាតហើយរើសសម្រាមចេញផងរើសនេះដូចកូនអញ្ចឹងកូនកំពុងរើសអញ្ចឹងរើសសម្រាមចេញទៅបន្ទាប់មកកាប់ដីដែលម៉ត់ហ្នឹងដាក់ចូលក្នុងចានដែកហ្នឹងអត់បានច្រើនព្រោះថ្ងៃនេះកូនដុតបង្គា5គ្រាប់អញ្ចឹងត្រូវការដីច្រើនតិចហើយដើម្បីរុំបង្គាហ្នឹងគ្រប់ពៅទាំងអស់បន្ទាប់ពីដាក់ដីហើយកូនត្រូវដាក់ទឹកចូលលាយឲ្យស្អាតហើយកូនអត់បានលាយខ្លួនឯងទេខ្លាចប្រឡាក់ដៃតែដល់ឃើញម៉ែលាយម៉ាក់លាយដំណងពេកកូនលាយដែរទៅលាយហើយកូនក៏មូលបានចេញជា5ដុំនេះអំពូមីងយាយតាទាំងអស់គ្នាដល់ពេលបាន5ដុំហ្នឹងយើងត្រូវទៅរើសអស់សិនរើសអស់ហ្នឹងដើម្បីយកមកដុតបង្គាហ្នឹងណាតែ5ដុំហ្នឹងគឺបានតែ4ទេកូនធ្វើធ្លាក់បែកមួយហើយឥឡូវនេះបែកមួយទៀតកូនធ្វើធ្លាក់កូនកាន់តែជាប់ធ្លាក់បែកតែបែកមួយនេះទំប្រេះតិចតិចឯងចឹងអាចដាក់ដុតកើតអញ្ចឹងកូនក៏រៀបចំដាក់លើអស់ដើម្បីដុតរៀបចំបានស្អាតហើយហ្នឹងយើងត្រូវយកស្លឹកឈើយកមែកឈើអីមកផ្គុំនៅពីខាងលើហើយយើងត្រូវដុតភ្លើងតែកូនអត់បានដុតភ្លើងទេកូនចង់ផ្លុំហ្នឹងចេញទឹកមាត់ហ្នឹងមិនទឹកមាត់អីកូនហេវហ្នឹងណាគាត់នឹកឃើញបង្គាអូនហូរទឹកមាត់ហើយដល់ពេលឥឡូវមកឆ្កឹះបែកអស់មួយគ្រាប់ទៀតនៅសល់តែ3គ្រាប់ទេអូនឆ្កឹះខាងដៃពេកខ្ទុះបឹងឥឡូវកូនឆ្កឹះមើលដំណងអត់តែនៅតែពណ៌ក្រហមកូនអត់ចេះញ៉ាំទេបង្គាកូនញ៉ាំតែពណ៌សកូនឈប់ដំនេះដឹងថៃអត់ខ្ទុះមួយទៀតហើយចុងក្រោយនៅសល់តែមួយទេអាមួយហ្នឹងអាកូនធ្វើធ្លាក់បែកទៅវានឹងស្ប្រេះតិចអត់បានខ្ទុះក្រៅពីហ្នឹងដាក់បឹងកូនភ័យសឹងអីដឹងតែពិបាកអញ្ចឹងកូនអត់នេះទេកូនអត់យកមកដុតទេកូនយកទៅចៀនឲ្យស្ងោរដូចញ៉ាំរាល់ថ្ងៃវិញឆ្ងាញ់ជាងបានញ៉ាំច្រើនដល់ថ្ងៃនេះញ៉ាំបានតែមួយគ្រាប់ហ្នឹងកូនញ៉ាំតែពណ៌សទៀតមានបានកន្លះប៉ុស្តិ៍ណាអូនទៅញ៉ាំបាយដែរបង្គា5គ្រាប់អស់2500ញ៉ាំបានមួយគ្រាប់អូនស្ដាយលុយសឹងអីអំពូមីងយាយតាទាំងអស់គ្នាកុំធ្វើគំរូតាមកូនចង់ញ៉ាំអីស្ងោរឲ្យចៀនទៅមិនអីគេដុតអីចង់ប្លែកដូចកូនទេគ្មានរសជាតិអីតាណាទេបង្គានៅតែដែរវារសជាតិនៅតែដែរអូនមានឃើញឆ្ងាញ់អីយ៉ាងហ្នឹងផងហើយអានឹងខាងក្រោមនេះសឹកខ្ទុះឲ្យបែកឲ្យពណ៌ក្រហមក៏អត់ញ៉ាំទេដល់ឥឡូវដល់ម៉ោងកូនត្រឡប់ទៅផ្ទះហើយញ៉ាំឆ្អែតកាន់កាបូបរត់ទៅគេងតែមួយគ្រាប់ហ្នឹងអូនប្រាប់ថាកូនអត់ឆ្អែតទេកូនទៅញ៉ាំបាយថែមសោះហ្នឹងណា